ក្លៀនក៏សាច់ជ្រូកបែបកកហើយផុយអញ្ចឹងណាដល់ពេលអញ្ចឹងនៅក្នុងផ្ទះឃើញក្នុងទូមានសាច់ជ្រូក3ជាន់ហើយនឹងពងទាអញ្ចឹងអត់បានចេញទៅផ្សារទៅរកបន្លែលាយទេខ្ញុំយ៉ាប់ផ្ដាំឲ្យក្លៀនអីប៉ុន្តែសំខាន់ខ្ជិលយកខ្ជិលមកដាក់ពីមុខហ្មងខ្ជិលចេញក្រៅហ្នឹងតែបងប្អូនកុំធ្វើតាមខ្ញុំមិនត្រឡប់អត់ល្អទេខហ្នឹងបើសិនជាខ្ញុំបានទៅផ្សារទិញតាពីងគ្រីមមកព្រោះពេលខសាច់ជ្រូកខ្ញុំចូលចិត្តជាងគេគឺតាពីងគ្រីមខ្ញុំចូលចិត្តជាងតាពីងស្រស់ឥឡូវងាកមកខសាច់ជ្រូកវិញបងប្អូនខ្ញុំហាន់ដុំតូចប៉ុណ្ណឹងតែបងប្អូនចង់បានធំជាងហ្នឹងក៏ហាន់ទៅតាមចំណង់ចំណូលចិត្តអញ្ចឹងណាខ្ញុំមានដាក់អីបងប្អូនខ្ញុំដាក់ដល់ខ្ទឹមច្រាំប៊ីចេងហើយនឹងម្រេចទឹកត្រីអំបិលអញ្ចឹងណាខ្ញុំប្រឡាក់វាដើម្បីឲ្យវាចូលជាតិមុននឹងយើងយកទៅស្លអញ្ចឹងណាតាមពេលទៅខបានច្រើនរបៀបបងប្អូនខ្ញុំក៏ធ្លាប់ធ្វើច្រើនរបៀបហើយប៉ុន្តែខ្ញុំធ្វើអញ្ចឹងវាលឿនជាងអញ្ចឹងណាបន្ទាប់ពីប្រឡាក់សាច់ហើយយើងទុកវា4-10នាទីទៅចាំយើងដាក់ស្លអញ្ចឹងណាខ្ញុំក៏ដាក់ស្ករកំឡោចនៅក្នុងឆ្នាំងទៅយើងកំឡោចឲ្យមើលទៅវារៀងឡើងខ្មៅអញ្ចឹងណាបងប្អូនខ្ញុំបន្ថែមមួយទឹកត្រីហើយចំពោះពងទាបងប្អូនពងទាខ្ញុំនឹងរៀងពិបាកបកបន្តិចហើយពេលបកបានទៅវាអត់ស្អាតហើយខ្ញុំទ្រលាប់ដាក់ពងទាមុនដើម្បីឲ្យវាមានពណ៌ស្អាតបន្ទាប់ពីដាក់ពងទាហើយខ្ញុំមើលស្រង់ពងទាទុកហើយខ្ញុំក៏ដាក់សាច់ចូលដើម្បីកូរវាដាច់ទឹកអញ្ចឹងណាខ្ញុំកូរវាឲ្យសព្វជាមួយនឹងគ្រឿងយើងបន្ថែមទៀតអញ្ចឹងណាអត់មានអីទេបងប្អូនព្រោះយើងប្រឡាក់គ្រឿងអស់ហើយនឹងដល់ពេលអញ្ចឹងយើងក្រូបវាទុកមកស្ទុះទៅបន្ទាប់មកទៀតយើងបើកមើលហើយយើងកូរវាមកល្មមមកថាវាខាស់ទឹកអញ្ចឹងណាវានៅតែដូចតែជាតិខ្លាញ់អញ្ចឹងខ្ញុំក៏បន្ថែមពងទាខ្ញុំដាក់ពងទាចូលទៅដើម្បីល្មើជាមួយគ្នាណាខ្ញុំកូរវាថ្នមអញ្ចឹងណាពួកអីខ្លាចបែកពងអញ្ចឹងណាពួកអីពងនឹងខ្ញុំទិញបានខ្ញុំស្ងោរខ្ញុំទុកឡើងយូរឯនៅបកយ៉ាប់ទៀតបងប្អូនបកទ្រាំបានមានខូចខ្លាំងដែរតាហើយខ្ញុំក៏បន្ថែមជាមួយនឹងទឹកដើម្បីរំងាស់ជាមួយសាច់នឹងពងទាតាំងម្ដងណាបងប្អូនយើងថែមទឹកហើយយើងគ្របវាតែបងប្អូនយើងរំងាស់វាមកស្រឡាញ់តែបងប្អូនចង់បានផុយប៉ុណ្ណាល្មមប៉ុណ្ណាបើចំពោះខ្ញុំនេះខ្ញុំចូលចិត្តបែបផុយហើយកោកចឹងបងប្អូនចូលចិត្តខប៉ុន្តែខ្ញុំមិនសូវចូលចិត្តទឹកវាទេបងប្អូន